អានទានជាដៃគូពាណិជ្ជករផ្ដល់ជូនជាជំនាញដំបូងនេះគឺរហូតដល់$40,000អតិថិជននឹងទទួលបានអត្រាការប្រាក់មួយយ៉ាងពិសេសចុច apply ភ្លាមបានភ្លាមសូមជម្រាបសួរលោកស្រីអ្នកនាងកញ្ញាជាទីគោរពសូមស្វាគមន៍មកកាន់កិច្ចពិភាក្សារបស់ធនាគារ Excelida នាងខ្ញុំឈ្មោះវុនស្រីរតជាអ្នកសម្របសម្រួលនៅក្នុងកិច្ចពិភាក្សានៅថ្ងៃនេះដែលកិច្ចពិភាក្សានៅថ្ងៃនេះផងដែរធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពន្យល់បន្ថែមអំពីផលិតផលសេវាកម្មរបស់ធនាគារ Excelida ដើម្បីឆ្លើយតបនិងដោះស្រាយនៅរាល់ចម្ងល់ទាំងឡាយរបស់អតិថិជននៅក្នុងកិច្ចពិភាក្សាដំបូងនេះយើងនឹងធ្វើការជជែកអំពីសេវាឥណទានរបស់ធនាគារ Excelida ដែលមានការចែកចូលរួមពីភ្ញៀវកិត្តិយសគឺលោកកែទេពីដែលមានតួនាទីជាជំនួយការនាយកការិយាល័យគ្រប់គ្រងសេវាឥណទានសាខាបម្រើការងារនៅការិយាល័យគ្រប់គ្រងសេវាឥណទានសាខានៃធនាគារ Excelida ចា៎ដូចនេះកុំអោយខាតពេលវេលាយូរតោះយើងទៅជួបជាមួយគាត់ទាំងអស់គ្នាចា៎សូមជម្រាបសួរបងទេពីបាទជម្រាបសួរស្រីចា៎បងតើបងសុខសប្បាយទេបងបាទសុខសប្បាយចា៎ចាបងនេះខ្ញុំក៏សុខសប្បាយដូចគ្នាដើម្បីឲ្យកិច្ចពិភាក្សាយើងកាន់តែមានភាពស្និទ្ធស្នាលនេះខ្ញុំសូមអនុញ្ញាតហៅបងទេពីតែម្ដងបាទដោយសារតែយើងជួបគ្នាច្រើននៅកន្លែងធ្វើការហើយនេះខ្ញុំក៏សូមថ្លែងអំណរគុណបងចំពោះការផ្ដល់នូវកិត្តិយសអញ្ចឹងចូលរួមនៅក្នុងកិច្ចពិភាក្សានេះថ្ងៃនេះបាទចាមកដូចនេះសូមជម្រាបដល់បងប្អូនទស្សនិកជនទាំងអស់ថាកិច្ចពិភាក្សានៅថ្ងៃនេះនឹងធ្វើការជជែកអំពីឥណទានសម្រាប់ពាណិជ្ជករ Excelida ដូចនេះយើងចូលមកកាន់ប្រធានបទរបស់យើងទាំងអស់គ្នាចាបងសូមបងជួយពន្យល់បានទេតើឥណទានសម្រាប់ពាណិជ្ជករ Excelida មានលក្ខណៈបែបណាខ្លះឧទាហរណ៍ដូចជាទំហំខ្ចីឬក៏រយៈពេលខ្ចីក៏ដូចជារយៈពេលនៃការសងជាដើមបាទឥណទានសម្រាប់ដៃគូពាណិជ្ជករ Excelida គឺជាប្រភេទឥណទានមួយដែលយើងផ្ដល់ជូនទៅអតិថិជនដែលជាដៃគូអាជីវកម្មរបស់ធនាគារនឹងឯងមានន័យថាយើងផ្ដល់ប្រភពទុនបំរុងមួយសម្រាប់គាត់ផ្ដល់ជូនគាត់សម្រាប់គ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់គាត់ឲ្យមានស្ថិរភាពឡើងហើយសម្រាប់ទំហំគឺយើងផ្ដល់ជូនជាទំនាញដំបូងនេះគឺរហូតដល់$40,000នោះហើយបន្តបន្ទាប់ទៀតយើងអាចផ្ដល់ជូនបានបន្ថែមពីលើនេះទៀតបាទហើយសម្រាប់រយៈពេលវិញគឺបានរហូតដល់36ខែ3ឆ្នាំអាចថារយៈពេលមួយដែលផ្ដល់ជូនថាសមស្របសម្រាប់អាជីវកម្មគាត់មែនតើស្រីរតអាចចង់ដឹងហើយពីអត្រាការប្រាក់មិនអញ្ចឹងហ៎ចាបងហ្នឹងហើយអត្រាការប្រាក់ខ្ញុំគិតថាអតិថិជននឹងទទួលបានអត្រាការប្រាក់មួយយ៉ាងពិសេសព្រោះគាត់ជាដៃគូអាជីវកម្មរបស់ធនាគារស្រាប់អញ្ចឹងអាចថាពិសេសជាងគេនៅក្នុងទីផ្សារបច្ចុប្បន្នហ្នឹងអូចាបើសិនជាគាត់អាច apply មកគាត់អាច surprise រឿងការប្រាក់ថាមិនគួរដាក់បាត់ប៉ុណ្ណឹងដែលគាត់មើលទៅទីផ្សារមានន័យថាវាច្រើនជាងឆ្ងាយហើយអញ្ចឹងអាចគាត់ apply មកនឹងទទួលបានអត្រាពិសេសនេះចាបងខ្ញុំបានឮបងមានភាសាអំពីដៃគូអាជីវកម្មជួយតើបងអាចជួយបញ្យល់បន្ថែមឬក៏បកស្រាយបន្ថែមមកអត់ថាពាក្យដៃគូអាជីវកម្មតើសំដៅទៅលើបុគ្គលឬក៏អ្នកដែលគាត់រកស៊ីបែបណាខ្លះទៅមកដៃគូអាជីវកម្មនេះសិរដ្ឋឲ្យតែគាត់មានការទូទាត់តាមរយៈ KHQR តាមរយៈ POS ជាពិសេស KHQR ហ្នឹងអញ្ចឹងមានន័យថាគាត់បានសហការជាមួយ Excelida មែនទេចាអញ្ចឹងនេះជាដៃគូអាជីវកម្មរបស់ Excelida អញ្ចឹងគាត់មានប្រតិបត្តិការប្រើប្រាស់ជាមួយធនាគារទៅគឺមានន័យថាយើងមានប្រតិបត្តិការជាមួយគ្នាអញ្ចឹងអាចដល់ជាកម្ចីឬក៏សេវាផ្សេងបានច្រើនទៀតបាទចាបងល្អមែនទេបងតាមតែខ្ញុំដឹងធនាគារ Excelida ក៏មានការផ្ដល់កម្ចីសម្រាប់អាជីវកម្មទូទៅដែរបងដូចនេះបងបានមានភាសាអំពីឥណទានសម្រាប់ពាណិជ្ជករ Excelida តើសេវាកម្មឬក៏ឥណទានសម្រាប់ពាណិជ្ជករ Excelida និងឥណទានសម្រាប់អាជីវកម្មទូទៅនឹងមានលក្ខណៈខុសគ្នាបែបណាខ្លះទៅមកបាទត្រីរ៉ាន់ហ្នឹងហើយល្អមែនតើតាមពិតទៅឥណទានរបស់ធនាគារ Excelida មានប្រភេទឥណទានច្រើនដែលមានគោលដៅនិងគោលបំណងខុសគ្នាអញ្ចឹងខ្ញុំសូមលើកយកពីរមួយឥណទានសម្រាប់អាជីវកម្មទូទៅមួយទៀតឥណទានសម្រាប់ដៃគូពាណិជ្ជករ Excelida អញ្ចឹងដៃគូពាណិជ្ជករ Excelida គាត់មានន័យថាឥណទានប្រភេទនេះគឺសមស្របបំផុតសម្រាប់ប្រើប្រាស់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃមានន័យថាគាត់ត្រូវការសាច់ប្រាក់បន្ទាន់ណាមួយអញ្ចឹងធនាគារផ្ដល់ទុនបំរុងមួយសម្រាប់គាត់ប្រើប្រាស់ក្នុងអាជីវកម្មរបស់គាត់មានន័យថាគាត់អាចឆក់លុយហ្នឹងបើជាប្រភេទអាជីវកម្មគាត់អាចឆក់លុយហ្នឹងមួយថ្ងៃពីរថ្ងៃឬក៏មួយអាទិត្យពីរអាទិត្យអីអញ្ចឹងទៅតាមតម្រូវការជាក់ស្ដែងរបស់គាត់ហើយសម្រាប់ឥណទានសម្រាប់អាជីវកម្មទូទៅវិញ
គឺជាប្រភេទឥណទានមួយយើងផ្ដល់ជូនសម្រាប់ឲ្យគាត់ពង្រីកអាជីវកម្មរបស់គាត់ដែលមានគោលដៅជាក់លាក់ក្នុងការពង្រីកអាជីវកម្មអញ្ចឹងគោលដៅអាជីវកម្មមួយគាត់មានជាក់លាក់ថាពង្រីកលើអីមួយអញ្ចឹងគាត់អាចប្រើប្រាស់ឥណទានប្រភេទនេះអញ្ចឹងគេមានតារាងមាន schedule ច្បាស់លាស់ក្នុងការបង់ ចាអញ្ចឹងបើតាមភាសាបងអនុទានទាំងពីរហ្នឹងគឺសឹងតែប្រើប្រាស់សម្រាប់គោលដៅជាក់លាក់របស់អតិជនរៀងៗខ្លួនហើយមានអត្ថប្រយោជន៍ក៏ដូចជាលក្ខណៈពិសេសរៀងៗខ្លួនផងដែរទន្ទឹមនឹងការបកស្រាយបងផងដែរតើបងអាចជួយបញ្ជាក់បន្ថែមបានអត់អំពីលក្ខណៈពិសេសនៃអនុទានសម្រាប់ពាណិជ្ជករស៊ីលីដាដោយសារតែប្រធានបទយើងថ្ងៃហ្នឹងគឺយើងនឹងធ្វើការជជែកអំពីអនុទានសម្រាប់ពាណិជ្ជករស៊ីលីដាផងដែរបាទខ្ញុំអាចសង្ខេបឲ្យគាត់ស្រួលយល់ ចា និយាយទៅលក្ខណៈពិសេសរបស់ឥណទានសម្រាប់អាជីវករគឺមានភាពបត់បែនមានន័យថាគាត់ខ្ចីថ្ងៃនេះគាត់អាចសងថ្ងៃស្អែកឬក៏ក្នុងថ្ងៃហ្នឹងក៏បានដែរអញ្ចឹងប្រតិបត្តិការបើសិនជាឧទាហរណ៍ថាគាត់ប្រើប្រាស់ឲ្យកម្រិតឥណទាន$10000តែស្រាប់តែគាត់ត្រូវការទិញស្តុកថាស្រីរត់មានហាងទូរស័ព្ទមួយចុះ ចា គាត់ត្រូវការស្តុកទូរស័ព្ទចូលមក$5000អញ្ចឹងទៅទូរស័ព្ទថ្លៃដែរចុះណាអញ្ចឹងគាត់អាចប្រើឥណទានហ្នឹងហើយនៅពេលស្រីរត់លក់ទូរស័ព្ទប្រចាំថ្ងៃមានបានមួយគ្រឿងពីរគ្រឿងលុយនឹងចូលលំហូរតាមហើយមានន័យសងមកវិញហើយនេះជាលំហូររបស់ឥណទានមានន័យបត់បែនខ្ចីប្រហែលថ្ងៃសងប៉ុណ្ណឹងអញ្ចឹងអតិជនចំណេញមែនតើសម្រាប់លំហូរសាច់ប្រាក់បែបនេះអញ្ចឹងវាត្រូវទៅនឹងកម្រិតអាជីវកម្មរបស់គាត់បាទ ចាបងចាល្អមែនទែនបងចាបងខ្ញុំសូមបន្ថែមសំណួរបន្ថែមទៀតបងបើសិនជាអតិជនគាត់ចាប់អារម្មណ៍នៅក្នុងការស្នើនៅកម្ចីអនុទានសម្រាប់ពាណិជ្ជករស៊ីដាតើគាត់ត្រូវមានឯកសារអ្វីខ្លះបងហើយគាត់ត្រូវមានលក្ខខណ្ឌបែបណាខ្លះទើបគាត់អាចមានលទ្ធភាពនៅក្នុងការទទួលបាននៅអនុទានសម្រាប់ពាណិជ្ជករស៊ីដាបាទស្រីរត់សម្រាប់ឯកសារគឺងាយទៅមិនខុសពីឥណទានទូទៅទេប៉ុន្តែឥណទានសម្រាប់ពាណិជ្ជករនេះអាចថាស្រួលជាងឥណទានទូទៅទៅទៀតព្រោះគាត់ជាដៃគូអាជីវកម្មជាមួយយើងស្រាប់អញ្ចឹងឯកសារមួយចំនួនភ្នាក់ងារយើងមានហើយអញ្ចឹងបើឯកសារដែលយើងចង់បានជាទូទៅយើងចង់បានអត្តសញ្ញាណប័ណ្ណប៉ាសពតសភៅគ្រួសារឬក៏សភៅស្នាក់នៅនិងឯកសារមួយចំនួនទៀតដែលបញ្ជាក់ពីអាជីវកម្មរបស់គាត់តែប៉ុណ្្នឹងឯងងាយនិយាយទៅងាយចាបងចឹងមានន័យថាពេលគាត់បើក KHUR ជាមួយទៅនៃ KCDA ភ្នាក់ងារយើងគឺមានឯកសារគាត់ពីដើមស្រាប់ហើយចឹងក្នុងករណីគាត់ត្រូវការស្នើកម្ចីគឺយើងគ្រាន់តែសិក្សាបន្ថែមទៅលើឯកសារដែលយើងមានស្រាប់ចឹងគាត់អត់មានតម្រូវការឯកសារអីបន្ថែមទៀតទេឬក៏ត្រូវ submit ឯកសារឡើងវិញអីទេបាទភ្នាក់ងារយើងអាចនឹងផ្ទៀងបើសិនជាតម្រូវការចាំបាច់ណាមួយយើងនឹងទាមទារឯកសារបន្ថែមចាហើយសម្រាប់លក្ខណៈសម្បត្តិស្រីរត់មីងសួរលក្ខណៈសម្បត្តិបែបណាដែលគាត់អាចខ្ចីបានចានិយាយទៅកាន់តែងាយទៀតបើសិនជាគាត់មានប្រតិបត្តិការជាមួយយើងកន្លងមកជាពិសេសឲ្យប្រតិបត្តិការកាន់តែច្រើនគឺគាត់អាចថាលទ្ធភាពគាត់ខ្ចីបានកាន់តែខ្ពស់អញ្ចឹងគាត់ព្យាយាមធ្វើប្រតិបត្តិការជាមួយ ACDA KHUR តាមរយៈការទូទាត់ហ្នឹងអញ្ចឹងបើគាត់ធ្វើបានច្រើនអញ្ចឹងលទ្ធភាពនៃការគាត់ដល់អន្តរាគជូនគាត់ហ្នឹងគឺបានកាន់តែធំបាទចាបងចឹងឲ្យតែពាណិជ្ជករគាត់មាន ACDA KHUR ហើយធ្វើការទូទាត់ឬក៏ទទួលប្រាក់ក៏ដូចជាការផ្ទេរប្រាក់ចេញជាមួយអតិថិជនជារៀងរាល់ថ្ងៃឲ្យតែមានប្រតិបត្តិការគឺគាត់អាចស្នើកម្ចីអនុទានសម្រាប់ពាណិជ្ជករ ACDA បានទេអត់បងបាទត្រឹមត្រូវណាស់ចាអញ្ចឹងបើសិនជាដូចលក្ខខណ្ឌដែលបងមានប្រសាសន៍គឺលក្ខខណ្ឌនៃការខ្ចីក៏ដូចជាលក្ខខណ្ឌទីទៀតដូចជាមិនមានអ្វីស្មុគស្មាញទេបងគឺងាយស្រួលមែនទែនបាទងាយស្រួលណាស់ចាព្រោះបច្ចុប្បន្ននេះយើងមានភាពងាយស្រួល digital តែជនភាគច្រើនគាត់រវល់គាត់ថាមិនងាយមកធនាគារមិនអញ្ចឹងហ៎ប៉ុន្តែអតិថិជនគាត់មាន app នៅក្នុងដៃគ្រប់គ្នាព្រោះគាត់ជាដៃគូអាជីវកម្មយើងស្រាប់អញ្ចឹងគាត់មាន super app នៅយើងនៅ ACDA super app របស់យើងហ្នឹងគឺស្រាប់អញ្ចឹងគាត់គ្រាន់តែចូលទៅមនុយ apply loan ហ្នឹងភ្នាក់ងារយើងនឹងទទួលបានសំណើគាត់ហើយពេលទទួលសំណើនឹងចុះជួបសិក្សាទៅតាមភាពជាក់ស្ដែងហ្នឹងហើយភាពជាក់ស្ដែងអញ្ចឹងគាត់នឹងប្រសេស loan បានហើយសម្រាប់ digital និយាយនឹកដល់ digital គឺចង់បន្ថែមតិចដែរអាចថានៅរយៈពេលដ៏ខ្លីតែជនអាចនឹងមានភាពងាយស្រួលជាងហ្នឹងទៀតមានន័យថាគាត់ចុច apply ភ្លាមបានភ្លាម
ដូច BNPL ដូច salary loan សេរីរដ្ឋប្រហែលជាដឹងហើយអញ្ចឹងលឿនមែនតើ loan មានន័យថាគាត់ចុចបាច់លុយចូលម្នាក់នេះភ្លាមអញ្ចឹងloan KHQR របស់យើងនេះគឺក៏នឹងមានប្រតិបត្តិការបែបហ្នឹងដូចគ្នាដែរព្រោះគាត់មានប្រតិបត្តិការស្រាប់នឹងយើងអញ្ចឹងយើងសិក្សាទៅតាមប្រតិបត្តិការគាត់អញ្ចឹងខ្ញុំគិតថាអតិថិជនដែលនេះព្យាយាមធ្វើប្រតិបត្តិការជាមួយធនាគារដើម្បីសន្សំ credit ដើម្បីទទួលបានអន្តរាយនេះចាបងបន្ថែមពីលើការដែលយើងពិភាក្សាគ្នាអំពីលក្ខខណ្ឌនៅក្នុងការស្នើកម្ចីខ្ញុំក៏ចង់សួរបងបន្ថែមក្នុងករណីដែលអតិថិជនគាត់ចង់សងត្រឡប់មកកាន់ធនាគារវិញឬក៏គាត់ចង់បង់ផ្ដាច់តើពីខាងធនាគារយើងមានការផាកពិន័យឬក៏មានតម្រូវឲ្យគាត់ត្រូវបង់ថ្លៃសេវាអីបន្ថែមអត់បងបាទសេរីរដ្ឋប្រហែលជាអតិថិជនគាត់អាចនឹងឆ្ងល់ប៉ុន្តែអតិថិជនមិនគួរឆ្ងល់ទេចំណុចនេះហើយវាជាប្រភេទអន្តរាយមួយថា flexible បត់បែនអញ្ចឹងមានន័យថាខ្ចីសងណាអញ្ចឹងបើសិនជាគាត់ធ្វើប្រតិបត្តិការប្រើប្រាស់អន្តរាយនឹងគាត់បានប្រើប្រាស់អន្តរាយចំនួន$1000តែប្រតិបត្តិការគាត់ចូលមកវិញ1000មានន័យថាគាត់សងគ្រប់ហើយអញ្ចឹងបើសិនជាអត់មានសញ្ញាដកនៅក្នុងនឹងទេគាត់មិនខ្ចីអន្តរាយទេមានន័យថាគាត់អត់ជាប់កាតព្វកិច្ចអន្តរាយទេប៉ុន្តែបើគាត់មានលុយរហូតដល់បោកមានន័យថាគាត់បានដាក់សន្សំជាមួយធនាគារទៀតមិនអញ្ចឹងហ៎ហើយធនាគារផ្ដល់ការប្រាក់ទៅតាមអត្រាប្រាក់សន្សំរបស់គាត់ទៅវិញទៀតអញ្ចឹងកុំពិបាកចិត្តរឿងបង់ផ្ដាច់បើសិនជាមានលុយកាលណាដាក់ពេលហ្នឹងគឺមិនអស់ការប្រាក់ទេធនាគារគិតការប្រាក់ទៅតាមចំនួនថ្ងៃដែលគាត់បានប្រើតែប៉ុណ្ណឹងឯងចាបងបន្ថែមពីនឹងដែរសម្រាប់អតិថិជនដែលគាត់មានកម្ចីជាមួយធនាគារអេស៊ីដាស្រាប់ឬក៏គាត់មានកម្ចីជាមួយធនាគារឬក៏ស្ថាប័នផ្សេងហើយគាត់មានបំណងឬក៏គាត់ចង់ស្នើអនុទានសម្រាប់ពាណិជ្ជករអេស៊ីដាតើគាត់អាចស្នើបានឲ្យបងហើយមានលក្ខខណ្ឌណាខ្លះសម្រាប់អតិថិជនដែលខ្ញុំបានរៀបរាប់ខាងលើនឹងដែលគាត់អាចមានលទ្ធភាពនៅក្នុងការស្នើកម្ចីបាទប៉ុណ្ណាសេរីរដ្ឋប្រកាសណាស់គឺពិតជាបានឲ្យតែគាត់នៅមានលទ្ធភាពអាចទទួលអន្តរាយបានមានន័យថាភ្នាក់ងារយើងនឹងចុះសិក្សាពីលទ្ធភាពគាត់បើសិនជាគាត់អាចមានលទ្ធភាពបង់សងទូទាត់បំណុលនឹងបានគឺធនាគារនឹងផ្ដល់ជូនទៅតាមលទ្ធភាពរបស់គាត់វិញហើយសម្រាប់លក្ខខណ្ឌមិនជាស្មុគស្មាញអីច្រើនទេបើសិនជាគាត់ធ្លាប់ខ្ចីកន្លងមកអញ្ចឹងគាត់ត្រូវតែមានប្រវត្តិសងជាមួយធនាគារល្អជាមួយគ្នាអញ្ចឹងទៅហើយមានន័យថាកាតព្វកិច្ចបំណុលគាត់អាចទ្រទ្រង់ខ្លួនឯងបានអញ្ចឹងយើងក៏អាចផ្ដល់ជូនគាត់បន្ថែមបានដែរចាសូមអរគុណច្រើនមែនទែនបងចំពោះការបកស្រាយព័ត៌មានយ៉ាងពិស្ដារអំពីផលិតផលរបស់យើងដែលមានឈ្មោះថាអនុទានសម្រាប់ពាណិជ្ជករអេស៊ីដាហើយខ្ញុំជឿជាក់ថាបងប្អូនដែលកំពុងតែទស្សនាវីដេអូនេះក៏គាត់បានទទួលនៅព័ត៌មានលម្អិតផ្សេងៗដែលបងបានរៀបរាប់នៅខាងលើចាជាចុងក្រោយមុននឹងបិទបញ្ចប់នៅកិច្ចពិភាក្សាតើបងមានជាសារសំខាន់អ្វីខ្លះចែកជូនទៅកាន់បងប្អូនទស្សនិកជនដែលកំពុងតែទស្សនាវីដេអូនេះដែលគាត់មិនទាន់មានអារម្មណ៍ថានៅតែស្ទាក់ស្ទើរក៏ដូចជាមិនទាន់ប្រើប្រាស់អេស៊ីដា KHQR ដើម្បីគាត់ទទួលបានសារមកបងហើយគាត់មានទំនុកចិត្តក៏ដូចជាគាត់ប្រកាសក្នុងចិត្តថានឹងដាក់ KHQR ប្រើប្រាស់តែម្ដងបាទអរគុណណាស់សេរីរដ្ឋជាចុងក្រោយខ្ញុំក៏សូមផ្ដាំទៅបងប្អូនអាជីវករដែលកំពុងប្រើប្រាស់ KHQR ហើយមិនទាន់មាន loan មិនទាន់ប្រើប្រាស់អន្តរាយ KHQR អញ្ចឹងគាត់អាចapply តាមរយៈការដាក់ពាក្យតាមរយៈ digital ក៏ដូចជាជួបភ្នាក់ងារផ្ទាល់អញ្ចឹងដើម្បីស្វែងរកប្រភពទុនសម្រាប់គាំទ្រអាជីវកម្មរបស់គាត់ឲ្យមានស្ថិរភាពតទៅមុខទៀតហើយជាពិសេសសម្រាប់បងប្អូនអាជីវករដែលមិនទាន់បានប្រើប្រាស់ KQR អញ្ចឹងគាត់អាចស្នើសុំដើម្បីចាប់ដៃគូអាជីវកម្មជាមួយធនាគារស៊ីដាដើម្បីទទួលបានភាពទំនើបកម្មរបស់អាជីវកម្មរបស់គាត់ក្នុងការទូទាត់អញ្ចឹងឲ្យវាទំនើបឡើងហើយក៏មានឱកាសមួយក្នុងការស្វែងរកប្រភពទុនដើម្បីគ្រប់គ្រងអាជីវកម្មដូចគ្នាជាមួយធនាគារស៊ីដាព្រោះនេះជាផលិតផលមួយល្អសម្រាប់គ្រប់គ្រងអាជីវកម្មរបស់គាត់ចាបងនេះជាសារដ៏មានសារៈសំខាន់មែនទែនចានេះឱកាសនេះផងដែរនាងខ្ញុំក៏សូមថ្លែងអំណរគុណដល់បងទាំងពីរដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមនៅក្នុងកិច្ចពិភាក្សានេះថ្ងៃនេះ
ក្រោមបរិយាកាសដ៏ល្អជាមួយនឹងការចែករំលែកទាំងចំណេះដឹងបទពិសោធន៍និងព័ត៌មានសំខាន់ៗទាក់ទងនឹងឥណទានសម្រាប់ពាណិជ្ជករអេស៊ីលីដានេះខ្ញុំជឿជាក់ថាបងប្អូនពិតជាទទួលបាននិងយល់អំពីឥណទានសម្រាប់ពាណិជ្ជករអេស៊ីលីដាដែលជាប្រភពទុនល្អសម្រាប់បងប្អូនដែលមានចម្ងល់សូម comment សាកសួរក្នុងវីដេអូខាងក្រោមឬអាចទំនាក់ទំនងមកលេខទូរស័ព្ទ015 999 233កិច្ចពិភាក្សារបស់យើងបានឈានមកដល់ទីបញ្ចប់នាងខ្ញុំនិងបងទាំងពីរព្រមទាំងក្រុមការងារសូមគោរពថ្លែងអំណរគុណនិងសូមគោរពជូនពរដល់លោកលោកស្រីអ្នកនាងកញ្ញារត់ទទួលទានមានបាននិងប្រកបដោយសុខភមង្គលចាសសូមអរគុណនិងសូមជម្រាបលាអេស៊ីលីដាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត